ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិណែនាំឲ្យកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់បង្កើនការតាមដានស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam បទល្មើសគ្រឿងញៀននិងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសធ្វើយ៉ាងណាទាមទារភាពស្អាតស្អំនិងកិត្តិយសរបស់កម្ពុជាមកវិញការណែនាំនេះធ្វើឡើងក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការនិងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមប្រចាំឆមាសទី1និងលើកទិសដៅការងារសម្រាប់ឆមាសទី2ឆ្នាំ2026របស់អគ្គស្នងការដ្ឋាននគរបាលជាតិនាព្រឹកថ្ងៃទី7ខែកក្កដាឆ្នាំ2026នេះនៅសាលប្រជុំខេត្តព្រៃវែងទីស្តីការក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថាកម្ពុជាស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រនយោបាយដែលងាយរងនូវសម្ពាធពីប្រទេសមហាអំណាចដែលកំពុងដណ្ដើមយកឧត្តមភាពរៀងៗខ្លួនទន្ទឹមនឹងនេះការបន្តកើតមាននៅអំពើភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទគួបផ្សំការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនៅលើសកលលោកទោះតិចក្តីច្រើនក្តីគឺបានជះឥទ្ធិពលជាអវិជ្ជមានមកលើព្រះរាជាណាចក្រកម្ពុជាផងដែរហេតុនេះហើយដែលទាមទារឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ត្រូវរួមសហការគ្នាជាដាច់ខាតពុះពៀជំនះឲ្យបាននៅឧបសគ្គនានាដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុតឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើបទល្មើសឧក្រិដ្ឋដូចជាអំពើឃាតកម្មទាំងពលរដ្ឋខ្មែរនិងជនបរទេសការចាប់បង្ខាំងមនុស្សចម្រិតទារប្រាក់និងបង្ខាំងមនុស្សដោយខុសច្បាប់បទល្មើសគ្រឿងញៀនអំពើជួញដូរមនុស្សគ្រប់ទម្រង់សកម្មភាពក្មេងទំនើងល្បែងស៊ីសងខុសច្បាប់និងបទល្មើសមិនប្រពៃណីព្រមទាំងបទល្មើសសេដ្ឋកិច្ចដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងសង្គមទោះជាយ៉ាងនេះក្តីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិក៏មិនភ្លេចថ្លែងនូវការកោតសរសើរនិងវាតម្លៃខ្ពស់ដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ដែលក្នុងរយៈពេលមួយឆមាសទី1នេះបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានល្អដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។